បាទសួស្តីបងប្អូនទាំងគ្នាបាទពេលវេលាដូចជាដើរលឿនដល់ហើយទីបើឥឡូវខែសីហាបាត់ណាខែ8បាត់ទេតិចទៀតមិនដាច់ឆ្នាំបាត់ទេបងប្អូនទេបាទខ្ញុំបងប្អូនឲ្យទៅដល់ខែសីហាអារម្មណ៍ខ្ញុំគឺដឹងតែល្អហ្មងបងប្អូននឹងហេតុផលអីអត់បាទខែសីហានេះគឺជាខែដែលមិនធម្មតាសម្រាប់ខ្ញុំពីព្រោះខែសីហានេះគឺជាខែដែលខ្ញុំបានសារភាពបាទសូមស្រឡាញ់ទៅកាន់នារីម្នាក់បាទដែលគាត់គឺជាសង្សារចាស់របស់ខ្ញុំ បងប្អូនឮតែសង្សារចាស់ដាច់ផ្ញើជំនួសបាទបងប្អូនកុំអាចយល់ច្រឡំពីព្រោះវាគឺជាការពិតកាលពី7 8ឆ្នាំមុនបាទឆ្នាំ2019គាត់ជាសង្សារចាស់របស់ខ្ញុំមែនបាទប៉ុន្តែនៅពេលបច្ចុប្បន្ននេះគាត់គឺជាភរិយាជាទីស្រឡាញ់របស់ខ្ញុំអាយយយយអញ្ចឹងខ្ញុំមកដល់ខែ8ខ្ញុំតែងតែមានអារម្មណ៍ល្អចង់និយាយលេងចង់ចែកម្លែងបទពិសោធន៍នៅរឿងរ៉ាវដែលខ្ញុំបានធ្វើជាមួយគាត់បាទរឿងរ៉ាវដែលយើងបានសង់កសាងនៃស្នេហារបស់យើងណាបងប្អូនចំណុចនេះល្អណាខ្ញុំចង់ប្រាប់អ្នកនរគ្នាកាលណាយើងនៅតែចងចាំរឿងល្អៗរបស់យើងដែលធ្វើឲ្យដៃគូយើងគាត់កាន់តែសប្បាយចិត្តអញ្ចឹងខ្ញុំមិននិយាយយូរទេឥឡូវខ្ញុំសង្ខេបទៅចុះខែសីហានេះនៅថ្ងៃទី3បាទគឺជាថ្ងៃមួយដែលខ្ញុំបានធ្វើការណាត់ជួបគ្នាដំបូងបាទដំបូងនៅទីនេះភ្នំពេញអ្នកទាំងនេះដឹងហើយថាខ្ញុំគឺជានិស្សិតដែលរៀននៅខេត្តបាត់ដំបងគាត់នៅភ្នំពេញហើយយើងតាក់ទងនេះបានមួយរយៈហើយគាត់ធ្វើការណាត់ជួបគ្នារើសថ្ងៃខែមួយគឺនៅថ្ងៃទី3នឹងឯងខែទី3ខែសីហាបាទហើយរឿងទី2នោះអ្នកទាំងនេះខ្ញុំចង់ប្រាប់អ្នកទាំងនេះថាបើចង់បានស្នេហាពិតជួបមនុស្សពិតកុំកុហកកុំធ្វើឲ្យគេខកចិត្តចាក់ស្ដែងដូចគាត់ចឹងគាត់ផ្ដល់តម្លៃក៏ដូចជាផ្ដល់កិត្តិយសខ្ញុំពិតមែនមែនតើថ្ងៃទី3ទោះបីគាត់រវល់ប៉ុណ្ណាក៏គាត់មកជួបខ្ញុំដែរថ្ងៃហ្នឹងបងប្អូនបើសិនជាគាត់អត់មកជួបខ្ញុំណាពួកយើងអាចនឹងមិនជួបគ្នាទេដោយសារតែខ្ញុំអាចនឹងខ្មាស់គេដោយសារតែមុនយើងធ្វើការណាត់ជួបខ្ញុំក៏បានប្រាប់មិត្តភក្តិថាអូមិត្តភក្តិម្នាក់ឯងមានការណាត់ជួបជាមួយនឹងមនុស្សម្នាក់ដែលខ្ញុំស្រឡាញ់អីចឹងទៅបាទហើយដល់ពេលហើយមួយទៀតខ្ញុំខំទៅបាត់ដំបងទៅបើសិនជាគាត់ cancel ចោលតែខ្ញុំមានអារម្មណ៍ណាស់ប៉ុន្តែក៏មានលក្ខខណ្ឌដែរបើសិនយើងមានលក្ខខណ្ឌដែលมันអាចមកបានអាហ្នឹងយើងគិតរឿងផ្សេងប៉ុន្តែបើសិនជាយើងមិនមានលក្ខខណ្ឌអីច្បាស់លាស់ទេយើងគ្រាន់តែយកអារម្មណ៍យើងសើចជាមួយការជួប fail ស្នេហាក៏ fail ដែរអញ្ចឹងខ្ញុំពេញចិត្តនឹងការឲ្យតម្លៃគាត់ចំពោះខ្ញុំបាទហើយបន្ទាប់ពីយើងជួបគ្នារឿងដែលខ្ញុំមិនដែលប្រាប់គាត់ទេគឺស្ទាយញ៉ែបងប្អូនស្ទាយញ៉ែយ៉ាងម៉េចខ្ញុំមិនមែនញ៉ែគាត់តែឯងទេខ្ញុំឲ្យមិត្តភក្តិខ្ញុំទាំងអស់តែមនុស្សជុំវិញខ្លួនខ្ញុំញ៉ែគាត់មិនញ៉ែមិនញ៉ែទេគឺឲ្យមិត្តភក្តិរបស់ខ្ញុំជុំវិញខ្លួនខ្ញុំស្រឡាញ់គាត់ដូចតែខ្ញុំស្រឡាញ់ចឹងអញ្ចឹងខ្ញុំគិតថាគាត់អាចនឹងមានអារម្មណ៍កក់ក្ដៅទីមួយមានន័យថាគាត់នៅភ្នំពេញក៏ប៉ុន្មានប៉ុន្តែមិត្តភក្តិរបស់ខ្ញុំនៅបាត់ដំបងនេះស្គាល់គាត់ទាំង100%ស្គាល់ហើយស្និទ្ធស្នាលមានតំណែងតំណងមាន contact គ្នាគេថាមានទំនុកចិត្តណាដល់អញ្ចឹងទៅគាត់ស្រឡាញ់ខ្ញុំហើយខ្ញុំស្រឡាញ់គាត់ហើយមិត្តភក្តិខ្ញុំក៏ស្រឡាញ់គាត់គាត់ក៏ស្រឡាញ់មិត្តភក្តិខ្ញុំអញ្ចឹងយើងតែតំណងមិត្តភាពស្នេហាយើងគឺកាន់តែស៊ីចម្រើនហើយបងប្អូនស្ដាយញ៉ាយខ្ញុំមិនធម្មតាទេណាគូកណាត់គាត់លើកទី1តែយើងទៅសងសាគ្នាគាត់នៅគូកណាត់នៅភ្នំពេញខ្ញុំនៅបាត់ដំបងហើយខ្ញុំបានទៅចូលរួមទេនៅឆ្ងាយយើងរវល់ខ្ញុំផ្ញើកាដូពីចម្ងាយទៅហើយខ្ញុំឲ្យមិត្តភក្តិខ្ញុំទៅចូលរួមកន្លែងនេះគឺក៏ពិសេសដែរកាលណាមិត្តភក្តិយើងចូលរួមគាត់គឺជាភ្នែកចំហរបស់យើងគាត់មើលតែកម្មវិធីហ្នឹងតើខ្ញុំឲ្យគាត់សង្កេតមើលថាតើមានអ្នកណាជាមនុស្សដែលអាចលេះពីមិត្តភក្តិអត់ដែរយើងឲ្យសង្កេតការមើលយើងដាក់គីសម្ងាត់ហ្នឹងបងប្អូនហើយរឿងមួយទៀតអ្នកនរគ្នាត្រូវតែអនុវត្តតាមខ្ញុំបើជួបហើយបើអាចកុំទុកយូរសារភាពសូមស្រឡាញ់គាត់បាទប៉ុន្តែក៏កុំលឿនពេកដែរស្នេហាពិតវាមិនលឿនពេកកុំឲ្យតាន់ហន់ពេកទេខ្ញុំជួបគ្នាថ្ងៃទី3ប៉ុន្តែខ្ញុំសារភាពសូមស្រឡាញ់គាត់នៅថ្ងៃទី14ខែសីហាអញ្ចឹងនៅពេលវេលាដែលប្រហែលថ្ងៃនេះគឺកំពុងតែពិភាក្សាជាមួយបេះដូងពិភាក្សាជាមួយខួរក្បាលពិភាក្សាជាមួយមនុស្សជុំវិញខ្លួនថាតើគឺតែសារភាពប្រាប់គាត់អត់មិត្តភក្តិខ្ញុំឲ្យរីកមិនជាច្រើនថាគួរតែសារភាពទៅកាលណាយើងមិនសារភាពសូមស្រឡាញ់គាត់ទេគាត់អាចនឹងទទួលយកអ្នកណាម្នាក់ផ្សេងដោយសារតែគាត់បច្ចុប្បន្នគាត់ single អញ្ចឹងគាត់មិនមែនលេងឆាតទៅជាមួយយើងទេគាត់ក៏មានអ្នកផ្សេងដែរប៉ុន្តែគ្រាន់តែយើងគឺជាជំរើសទី1ក្នុងចំណោមអ្នកផ្សេងទៀតអញ្ចឹងនៅពេលដែលខ្ញុំសារភាពទៅខ្ញុំក៏ទទួលបានជោគជ័យអញ្ចឹងបងប្អូនចំណុចទាំងអស់នេះសុទ្ធតែចំណុចល្អទាំងបរិសុទ្ធទាំងស្ត្រីយើងអាចយកអនុវត្តបានបាទហើយរឿងដែលយើងគួរតែរក្សាទៀតនោះគឺដូចខ្ញុំចឹងរឿងរ៉ាវតែរឿងរ៉ាវថ្ងៃខែណាដែលយើងធ្វើទៅវាល្អដូចថ្ងៃជួបដំបូងថ្ងៃសារភាពថ្ងៃអីចឹងយើងតែងតែចងចាំជានិច្ច
và cái bởi đại cú dương mình trăm ở đó coi chuyện mình thấy tại dương chịu bỏ rót nhưng từ trong tương lọ lòng và những ai dạy lên phèo qua tao đừng lật cất ôn này và này chẳng on ngày nay chụp nghe cho tôi dừng giải thức quất ai nó tôi ban rong lọ luôn sẽ hắn khi quật cho tục đá mà và được trong trận máy đi trong trận nhung được tục đá bằng này và thì tôi mới mới chẳng ai tài khoản trong dạy lên phần năng thầy giờ đến còn là cho là một con đăng khai thời hạn ấy thì dùng đạp tới từ chiều khai đến bàn chụp như bông khai đến bàn xa đặc biệt xong quật với chí xong xa thì mình đã mình chật nghe tới khai mặt quật hay phải cho bón có chụp chơi để xa tại tiêu đá bàn trà đôi hai thả trong bạn nó sẽ một rất chích cu cho mùi lên cái nhà cất đã ra mà thì muốn cái nhà mà ta lấy mình cái nhà đây bộ trong video nó nhờ ở bên ấy thì mình đang còn ai này không là bóng bồn sáng ánh bên chật tại vì trong snap đưa ra class tiết nhưng nơi trong cái lên bộ trời còn tài còn là đăng về A của mình dương bạn trên nhạc khang chẳng chẳng còn là trong chay mình thấy riêng on khai nơi khai xây nãy khai xây hai ai chẳng bị tao những khai phương phải gì mà nó chụp bị sạch vì vậy là lo để bong bàn phơi cho mới ổn bong lại thực tế để đừng ra để bong bàn phơi nó gì tầng riêng mình ló nâng riêng ló mong tan trong trong cho một riêng ló tập chi bật sọt này để nào mình giống này riêng mình ló tập chi bật sọt này riêng chỉ vật hay cái có mọi phơi hay chứ chẳng có trong tập tất cả ôn thả bong lạnh ổn lạnh lạnh I love you bye bye cho việc đi chụp hình này đâu cả